job advertisement នឹង job advertisement គឺជាការប្រកាសអំពីការងារដែលយើងត្រូវការនៅក្នុងក្រុមហ៊ុនរបស់យើងហើយយ៉ាងតិចហៅ job vacancy បាទតំណែងទំនេរនៅក្នុងក្រុមហ៊ុនអញ្ចឹងការប្រកាសរើសបុគ្គលិកឬក៏ការប្រកាសរើសតំណែងដែលយើងត្រូវការក្នុងក្រុមហ៊ុនត្រូវធ្វើម៉េចព័ត៌មាន the right information បាទព័ត៌មានពិតប្រកបពាក់ព័ន្ធនឹងការងារដែលយើងត្រូវការដើម្បីធ្វើម៉េច candidate ក៏ដាក់ពាក្យមកគឺសិតតែជា candidate ដែលសមស្របvớiការងារដែលយើងត្រូវការហើយព័ត៌មានត្រូវតែ clear ត្រូវតែច្បាស់អំពីការងារក៏ដូចជាការទូខុសត្រូវរបស់មុខតំណែងហ្នឹងណារបស់ប៉ុស្តិ៍ហ្នឹងការប្រើប្រាស់ភាសាក្នុងការប្រកាសបុគ្គលិកគឺត្រូវធ្វើម៉េច simple language បាទមិនបាច់ប្រើពាក្យបច្ចេកទេសប្រើពាក្យacademic ដែលគេ candidate គាត់មើលទៅគាត់មើលអត់យល់ទេបាទអញ្ចឹងប្រើ simple language ដែលងាយយល់ខ្លីខ្លឹមក្នុងហ្នឹងយើងអាចមានព័ត៌មានពាក់ព័ន្ធនឹងផលប្រយោជន៍ដែលគាត់ទទួលបានពីប៉ុស្តិ៍ហ្នឹងពីការងារហ្នឹងគាត់ទទួលបានឯខ្លះប្រាក់ខែ rank ពីប្រមាណទៅប្រមាណមាន bonus មានការលើកទឹកចិត្តអីជាបាយជាកន្លែងស្នាក់នៅឬក៏មិនស៊ីសងលើក្រុមហ៊ុនអាចផ្ដល់ឲ្យបានហើយត្រូវជាព័ត៌មានមួយដែលពិតប្រាកដបាទអត់មានមកប៉ោងអត់មានពលឹះបាទនាំឲ្យបុគ្គលិកដាក់ពាក្យមកបាទយកខាងបេក្ខជនដាក់ពាក្យមកខុសពីអ្វីដែលគាត់រំពឹងទុកបាទត្រូវធ្វើម៉េចព័ត៌មានហ្នឹងគឺជាព័ត៌មានដែលច្បាស់ហើយក្រុមហ៊ុនអាចទទួលយកបានណានេះជាឧទាហរណ៍ពាក់ព័ន្ធនឹងប៉ុស្តិ៍ដែលគេរើស financial analysis បាទអញ្ចឹងត្រូវមានព័ត៌មានពាក់ព័ន្ធនឹងការងារដែលគាត់ត្រូវធ្វើបាទជាការងារសំខាន់យើងសង្ខេបការងារ snow របស់គាត់qualification គុណសម្បត្តិរបស់គាត់ទាំងមានអីខ្លះកម្រិតវប្បធម៌របស់គាត់កម្រិតមកហើយអាចមាន prefer qualification បាទអីខ្លះអាចជាគុណសម្បត្តិបន្ថែមហើយគាត់មានអត្ថិភាពបើគាត់មានហ្នឹងឧទាហរណ៍គាត់ទៅមិនចេះភាសាអង់គ្លេសបន្ថែមមានអត្ថិភាពឬគាត់មានសញ្ញាបត្រយើងមានមកទៅការទាំងបញ្ញាបត្រតែបើគាត់មាន master អាចគាត់ទៅបានមានអត្ថិភាពបាទជា prefer qualification ហើយតែជំនាញខ្លះគាត់ត្រូវមានបាទជំនាញទៅចេះប្រើ computer ទៅចេះវិភាគទៅចេះអ្នកទំនងអីចឹងទៅហ្នឹងគឺជាជំនាញតបមកអាចដាក់ salary នេះជាឧទាហរណ៍តែការ design របស់យើងទៅម៉េចឲ្យមានការតាក់ទាញបាទទៅលើcandidate ដែលគាត់ចង់ដាក់ពាក្យ